សួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញជូនពីការស្រោចទឹកកូនទុរេនបាទនៅពេលដែលវាខ្វះទឹកនេះបាទបងប្អូនមើលដីស្ងួតរើបាទឡើងបែកកាហែងហើយបាទដោយសារតែយើងខកខានស្រោចទឹកណាបាទនឹងសម្រាប់អ្នកដាំម្ដងពីរដើមដូចខ្ញុំអញ្ចឹងណាបាទហើយយើងរវល់ការងារព្រោះហើយយើងអត់បានមកមើលវាយើងអត់បានស្រោចទឹកវាបាទបើគេជាការធំវាជាប្រភេទដំណាំអាជីពបាទគេហៅថាប្រភេទដំណាំអាជីវកម្មណាអញ្ចឹងគឺគេអារម្មណ៍គេនៅតែនឹងទុរេនហ្នឹងហើយអញ្ចឹងអាហ្នឹងគឺគេមានប្រព័ន្ធទឹករបស់គេស្រោចស្រពជារៀងរាល់ថ្ងៃហើយយើងធ្វើម្ដងពីរដើមក៏អាចស្រោចទឹកជាប្រព័ន្ធអញ្ចឹងបានដែរបើសិនជាយើងបានស្រោចជារៀងរាល់ថ្ងៃគឺវាប្រសើរបាទតែអ្នកដែលរវល់ការងារច្រើនដូចខ្ញុំចេះអត់បានមកមើលឥឡូវសូម្បីតែមើលសូម្បីតែបូលរបស់វាបាក់ខ្ទេចបាត់ហើយសំណាងហើយដែលវាដួលទៅខាងនោះបើវាដួលមកលើវាម៉ត់ហើយនេះបាទអញ្ចឹងយើងមិនអាចស្រោចទឹកកំហុកបានទេណាបាទគឺមិនមែនមកដល់ដាក់ឲ្យប្រាវបានទេបាទធ្វើបែបហ្នឹងគឺជ្រុះស្លឹកអស់បាទអញ្ចឹងគឺការស្រោចទឹកគឺយើងស្រោចឲ្យខនឲ្យសើមដីសិននេះបាទឥឡូវនេះខ្ញុំរងថ្ងៃខ្ញុំស្រោចទៅយូរដងមិនរងថ្ងៃរដងស្រោចទៅយូរតែដល់ពេលនេះទៅយូរនោះវាអាឡៃរវល់បាទយកទៅការងារផ្សេងបាទអញ្ចឹងឥឡូវនេះស្រោចដងស្រោចបាទគឺយើងគ្រាន់តែស្រោចតែមួយសើមប៉ុណ្ណឹងទេបាទអត់អាចស្រោចខ្លាំងបានទេបាទហើយបងប្អូនឆ្ងល់ហើយធ្លាប់តែឃើញគេដាំទុរេនទិញមកអានេះលេងដាំកូនបាទនេះគឺមិនមែនកូនទិញផ្សារទេគឺទិញគ្រាប់យកមកបដោះបាទទិញគ្រាប់យកមកបដោះខ្លួនឯងណាគឺពីប្រភេទទុរេនដូនតាបាទហ្នឹងហើយចាំវីដេអូក្រោយចាំខ្ញុំនិយាយពីរឿងហេតុអីបានខ្ញុំដាំទុរេនដូនតាហ្នឹងវិញអញ្ចឹងណាបាទនៅក្នុងតំបន់ជីក្រុងបាត់ដំបងខ្ញុំនេះវាអាកាសធាតុវាមិនអំណោយផលដូចតំបន់ដែលអាចដាំទុរេនបានណាបាទហ្នឹងហើយតែវីដេអូក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញពីការស្រោចទឹកបាទហើយដូចខ្ញុំបានជម្រាបជូនអញ្ចឹងបើកាលណាខ្វះទឹកអញ្ចឹងហើយគឺយើងអត់អាចស្រោចគំហុកបានទេណាបាទគឺយើងស្រោចប៉ុណ្ណឹងបាទគ្រាន់តែមកសើមតិចប៉ុណ្ណឹងឯងបាទហើយដល់ល្ងាចអានឹងចាំស្រោចច្រើនជាងហ្នឹងទៅបាទហើយស្អែកឡើងច្រើនជាងនឹងទៀតធម្មតាវិញទៅបាទបើកាលណាយើងស្រោចទឹកគំហុកគឺជ្រុះស្លឹកអស់ហើយអញ្ចឹងវាខុសពីដំណាំដទៃទៀតណាបាទហ្នឹងហើយអញ្ចឹងវីដេអូសូមខ្លីប៉ុណ្ណឹងបាទអរគុណ